រឿងតាសុកអាគមខ្លាំងនៅភូមិដាច់ស្រយាលមួយនាជើងភ្នំមានតាចាស់ម្នាក់ឈ្មោះតាសុកអ្នកភូមិផងរបងជាមួយតែងតែគោរពកោតខ្លាចគាត់មិនមែនដោយសារគាត់កាចសាហាវទេប៉ុន្តែដោយសារគាត់គឺជាមនុស្សមានចំណេះវិជ្ជាឬមន្តអាគមស្ទាត់ជំនាញដែលតាំងសិលតាំងពីក្មេង 1. លក្ខណៈពិសេសរបស់តាសុកមិនដែលប្រើអាគមដើម្បីបង្កជម្លោះឬអួតអាងនោះទេជារៀងរាល់ព្រឹកគេតែងឃើញគាត់អង្គុយសូត្រមន្តលើគ្រែក្រោមផ្ទះបង្ហុយផ្សែងបារីស្លឹកកន្ទួតយ៉ាងស្ងប់ស្ងាត់រាងកាយគាត់ពោពេញដោយសាក់យ័ន្តតេជៈនិងមហាកម្លាំងដែលមើលទៅគួរឲ្យស្ញប់ស្ញែងមានកាលមួយនោះមានគោរបស់អ្នកភូមិម្នាក់ត្រូវពស់វែកស្រកាចាចឹកចិត្តងាប់បុរសជាម្ចាស់គោភ័យស្លន់ស្លោរត់មកជួបតាសុកលោកតាជួយគោខ្ញុំផងវាកំពុងតែប្រកាច់ដង្ហើមចង្រិតហើយតាសុកមិនពោលពាក្យអ្វីច្រើនគាត់គ្រាន់តែយកទឹកមួយផ្ដិលមកសូត្រមន្តផ្លុំជ័យរួចដើរទៅកាន់ក្រោលគោគាត់សូត្រអាគមខ្ទប់ពីររួចយកទឹកមន្តនោះទៅប្រោះលើក្បាលគោនិងមុខរបួសស្រាប់តែរឿងមិនគួរឲ្យជឿបានកើតឡើងគោដែលកំពុងដេកស្ងៀមស្រាប់តែក្រោកឈររួចក្រវីកន្ទុយហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះរឿងដែលល្បីបំផុតនោះគឺកាលពីមានក្រុមចៅប្លន់ឆ្លងដែនចូលមកក្នុងភូមិយប់នោះតាសុកបានយកខ្សាច់មួយកំប៉ុងមកសូត្រមន្តរួចដើរជះជុំវិញរបងភូមិពួកចៅព្យាយាមចូលមកប៉ុន្តែពួកគេមើលឃើញតែព្រៃក្រាស់និងទឹកទន្លេធំធំបាំងមុខទាំងដែលការពិតវាគឺជាផ្លូវចូលភូមិសោះពួកគេដើរវិលវល់រហូតដល់ភ្លឺទើបសមត្ថកិច្ចមកចាប់ខ្លួនបានទាំងអស់ខ្លឹមសារអប់រំនៃរឿងតាសុកតែងតែប្រដៅក្មេងៗក្នុងភូមិថាមន្តអាគមមិនមែនសម្រាប់យកទៅធ្វើបាបគេឬដើរអួតនោះទេសីលធម៌គឺជាអាវុធដែលខ្លាំងជាងអាគមទាំងពួងបើចិត្តយើងល្អអាគមនឹងជួយយើងតែបើចិត្តយើងអាក្រក់អាគមនឹងរំលាយខ្លួនយើងវិញរហូតមកដល់សពថ្ងៃទោះបីតាសុកចាស់ណាស់ទៅហើយក៏អ្នកភូមិនៅតែមានជំនឿថាឲ្យតែមានតាសុកនៅក្នុងភូមិពួកគេនឹងរស់នៅដោយសុខសាន្តក្រោមបារមីនិងមន្តអាគមសខ្មៅរបស់គាត់